កូនមាសឪពុកក្នុងផែនពុទ្ធស្ថាននេះតាំងពីដើមរហូតមកគ្រប់យ៉ាងជារបស់គូគ្នាមានងងឹតមានភ្លឺមានល្អមានអាក្រក់ប្រសិនបើឲ្យរើសចំពោះរបស់ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នារមែងប្រាថ្នាតែរបស់ដែលល្អតែតាមពិតសេចក្តីប្រាថ្នានោះគឺទាល់តែមានការប្រព្រឹត្តឲ្យបានល្អត្រឹមត្រូវទើបអាចសម្រេចទៅបានការដើរផ្លូវពោលគឺការប្រព្រឹត្តដើម្បីឲ្យបានទៅដល់សេចក្តីល្អសមតាមបំណងប្រាថ្នាគឺការស្រឡាញ់អ្នកដទៃគឺជាការស្រឡាញ់ដោយសេចក្តីរាប់អានដោយសេចក្តីមេត្តាព្រោះថាការស្រឡាញ់អ្នកដទៃបែបនេះអាចដោះស្រាយនៅបញ្ហាបានដោយចំពោះគឺបញ្ហាបៀតបៀនធ្វើឲ្យលោកនេះមានតែសុខសន្តិភាពមេត្តាជាធម៌សាងលោកនឹងទ្រទ្រង់លោកការស្រឡាញ់អ្នកដទៃដោយធម៌មេត្តានឹងកើតឡើងបានឪពុកសូមប្រាប់ដល់កូនដូចតទៅ 1. សូមឲ្យកូនសម្លឹងអ្នកដទៃថាជាមិត្តរួមកើតរួមចាស់រួមឈឺរួមស្លាប់ជាមួយនឹងគ្នាទាំងអស់មិនថាអតីតឬអនាគតឬមួយបច្ចុប្បន្នឡើយ 2. សម្លឹងមើលផ្នែកល្អនៃសត្វលោកនិងសម្លឹងមើលបំណងប្រាថ្នានៃសត្វលោកដែលចង់បានសេចក្តីសុខដូចគ្នាព្រមទាំងសម្លឹងមើលសង្ខារលោកតាមសេចក្តីពិតផងគឺមានការពេញចិត្តតាមមានតាមបានជាភូមិឋានក្នុងជីវិតមានបានយ៉ាងណាក៏ដោយក៏ល្មមយ៉ាងនោះមិនប្រកាន់ស្អិតព្រោះឃើញដល់ហេតុដែលសមគួរជាមួយផលសូមឲ្យកូនគិតថាមានក៏ល្អមិនមានក៏បានពេញចិត្តចំពោះរបស់ដែលសមគួរគឺរបស់ដែលបានដោយសុចរិតចិញ្ចឹមជីវិតដោយទ្រព្យត្រជាក់ត្រជុំ 4. មានការតាំងចិត្តមាំឃើញទោសនៃសេចក្តីខ្ជិលឃើញគុណប្រយោជន៍នៃសេចក្តីប្រមាទការបានជួបនៅរបស់ដែលមិនជាទីប្រាថ្នាកូនត្រូវធ្វើទុកចិត្តថាលៀបយុះសុខទុក្ខសរសើរនិន្ទាអត់លៀបអត់យុះជាច្បាប់ធម្មតារបស់ជីវិតបើក្តៅខ្លាំងកូនត្រូវពាក់មួករឹសបាំងឆាត់កូនមិនត្រូវខឹងបន្ទុះនឹងក្តៅឡើយចំណុចទី1និងទី2ជាហេតុចិត្តនៃចិត្តមេត្តាចំណុចទី3សេចក្តីសន្តោសរារាំងលោភៈរូបបលោភៈច្រើននាំឲ្យខូចការរាប់អានរហូតនាំទៅរកការបៀតបៀនទៀតផងចំណុចទី4គឺការព្យាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានស្ថិរភាពជាប្រយោជន៍ដល់ការរក្សានូវគុណធម៌ម្យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនទាស់ចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតជង្គង់អង្វរសុំសេចក្តីសុខពីអ្នកដទៃជាការចែកនូវសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យអ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបដោយធម៌មេត្តាហើយកូននឹងបាននូវសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចជាកូនមាសឪពុកមានទេវតាចាំថែរក្សាអញ្ចឹងដែរមេត្តាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតស្លាប់គ្រប់គ្នាប្រាថ្នាសុខឆាប់ប្រញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វលោកសុខការប្រាថ្នាសុខអធ្យាស្រ័យសត្វមិនដូចគ្នាចាត់ចែងការងារតាមភូមិស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកសុខដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយក៏ល្អពីភាវនាចម្រើនមេត្តាជ្រោចគង្គីជ្រួញពឹសខ្លាជាបុប្ផាស្រស់